សួស្តីអ្នកនាងថ្ងៃនេះខ្ញុំមកសម្ដែងរឿងមួយគឺអ្នកនាងអាចមើលចំណងជើងនៅខាងក្រោមនឹងបាននៅពេលផ្ដើមរឿងគឺគេក៏បានឃើញជាមួយនឹងតួស្រីរបស់យើងចាញ់ទៅផ្ទះដោយភ្លេចសៀវភៅមួយក្បាលមិនដឹងថាសៀវភៅនឹងជាសៀវភៅអ្វីនោះទេចំណែកតួប្រុសរបស់យើងនេះវិញក៏ជាអតីតសង្សាររបស់តួស្រីហើយគេមិនដឹងខ្លួនឡើយថាមានសិស្សស្រីម្នាក់គឺមើលគេយ៉ាងចម្លែកមើលទៅនាងទៅដូចមានអារម្មណ៍ថាគឺនាងស្រឡាញ់តួប្រុសរបស់យើងណាគឺនៅពេលនោះតួប្រុសរបស់យើងចូលទៅបណ្ណាគារស្រាប់តែនារីដែលជាសិស្សស្រីនៅសាលានឹងដែរនោះក៏បានដើរតាមគេរហូតមកដល់បណ្ណាគារដែរនាងមើលមុខតួប្រុសដោយមានស្នាមញញឹមដូចចម្លែកគេក៏បានគួយលបមើលតួប្រុសយើងរហូតត្មងចំណែកតួស្រីរបស់យើងនេះវិញគឺគេក៏បានមករើកតាបស្រាប់តែដូចមានអារម្មណ៍ថាគឺបាត់សៀវភៅមួយក្បាលនាងក៏បានយកទូរស័ព្ទមកមើលគឺនាងគឺតាមតែម៉ោង 6:30 នាទីនោះទេនាងនៅពេលនោះតួប្រុសរបស់យើងបានចេញពីបណ្ណាគារមួយកន្លែងនោះគេក៏បានដើរតម្រង់ទៅថ្នាក់នារីម្នាក់នារីដែលជាស្រស់ស្រីម្នាក់នោះដើរតាមតួប្រុសយើងតួប្រុសក៏បានដើរទៅថ្នាក់ដោយមិនដឹងខ្លួនពេលនោះតួប្រុសយើងនឹងមានអារម្មណ៍ថាមានអ្នកដើរតាមគាត់ក៏បានងាកមើលស្រាប់តែមិនឃើញអ្វីព្រោះដោយសារសិស្សស្រីម្នាក់នោះបានចូលពួនបាត់ទៅហើយតួប្រុសគឺមិនខ្វល់អ្វីដែរក៏បានមកយកកាបូបសម្រាប់ទៅផ្ទះនាពេលនោះគឺស្រាប់តែសិស្សស្រីម្នាក់នោះគឺបានចាប់ទាញដៃតួប្រុសរបស់យើងចូលទៅក្នុងបន្ទប់មួយកន្លែងដែលជាបន្ទប់ទឹកនៅពេលនោះតួស្រីរបស់យើងបានជិះកង់មកដល់សាលាហើយក៏ឃើញមានអ្នកដែលចាក់សោសាលាក៏មកដែរតួស្រីរបស់យើងបានដើរកន្លងបន្ទប់មួយនោះដោយនាងមិនដឹងខ្លួនថាសង្សាររបស់នាងគឺកំពុងនៅជាមួយសិស្សស្រីនោះឡើយនៅពេលនាងមកដល់ថ្នាក់គឺនាងឃើញសៀវភៅនាងគឺសប្បាយចិត្តណាស់ក៏ដើរទៅផ្ទះដោយមិនដឹងខ្លួននៅពេលនោះនាងក៏បានដើរកាត់បន្ទប់ទឹកនោះក៏បានឃើញសង្សាររបស់នាងនិងម្នាក់ស្រីនោះគឺមានភាពស្និទ្ធស្នាលផ្អែមល្ហែមជាមួយគ្នាខ្លាំងណាស់នាងក៏បានឈរសម្រក់ទឹកភ្នែកនាងក៏ខឹងសង្សាររបស់នាងខ្លាំងណាស់ក៏បានរត់ទៅវាយដំជាមួយនឹងសិស្សស្រីម្នាក់ដែលលបមើលតួប្រុសរបស់យើងហ្នឹងនាងគឺខូចចិត្តយ៉ាងខ្លាំងនាងក៏ខំទៅវាយទ្វារផងទៅបើកទ្វារផងប៉ុន្តែទ្វារគឺត្រូវបានជាប់សោបាត់ទៅហើយនាងអស់សង្ឃឹមក៏បានអង្គុយនៅកន្លែងនោះដោយស្ងៀមស្ងាត់ហើយក៏យំខ្សឹបម្នាក់ឯងតួប្រុសរបស់យើងក៏មកវាយទ្វារនោះដែរតែវាយវាមិនកើតក៏ទៅលួងលោមតួស្រីរបស់យើងតួប្រុសបាននិយាយថានេះគឺមិនមែនជាកំហុសរបស់បងនោះទេតួស្រីនៅតែមានកំហឹងនៅទៅលើតួប្រុស